chỉ mà biết lên là cái clear lên món này hay đâu cái tôi qua cái clear lên ban đi kia và thấy sân cái lươn chiên còn tay bằng vậy vì là bươn clear lên sân không đâu phải sân nào clear lên phòng môn cho tôi bảo sân cái clear lên ban món này cả càng pha sa miền trang chu miền bay đá dân ta mà xong kì và cho nhà bữa S1 S2 được không xa hai bay rồiបាទចឹងឈូរងមើលបន្តយើងក៏មានជំនួយបែបរកជាបន្តស្វាគមន៍គ្នាជាមួយជំនួសរវាង Pro Esports បាទជាមួយ NSG នៅក្នុងវគ្គទី2បាទជំនួយការគេនាំយកមុខយើងមួយវគ្គមុនអសាជួយចាំកលដាក់ skill ឡើងចាំកលបាទយើងយក fast flow ចុំមិនដឹងសាមនេះល្បែ2មុនមីនីដាច់ទៅដែរហើយគាត់ up skill ទី2មុនបាទដេញវាយបាទចាយ flicker មួយបាត់ហើយបើសារក្នុងដីយើងគឺមានតែមេឃអានអញ្ចឹងបើយើងវាយគេគឺចំណេញខ្លាំងមែនទេទឹកឡើងនេះមានចំនួនអាចទេគ្នាអូអំឡំកកាយបែបមាន spare ឈាមទេទី1ទី2 S1 S2 មកវិញណានឹងbattery គឺមាន moment speed ទេគឺយើងអត់តាម rotation គេទេអញ្ចឹងគាត់ថ្នាក់ lane របស់ Coily សម្រាប់ Coily គាត់ថ្នាក់ lane របស់ Coily នៅវគ្គនេះបើសិនជាគេបុក Coily តែ secure ថាបើអាសាត់ fighter នៅឆ្ងាយដៃ mid lane ណាស៊ីមុនមកដើម្បីឲ្យមាន ពេលឲ្យគ្នាបើយើងជួយអាសាត់ fighter នៅឆ្ងាយ lane យកបានល្បែឡើងមិនបានមើលគឺតែអាចមានបញ្ហាតែកាយមកជីអូ flicker លើពេកគាត់ឡតបាទលើទូសែនមកហើយ early flicker បាទ flicker លឿនតិចខ្ញុំគិតថាបើទៅហើមចាំប្រឡែងអោកចោលចាំប្រឡែងទៅដៃវាជាទាន់តែកាយបាទហ្នឹងវា skill casting delay ណាហ្នឹង casting delay ណាតែបាទគេមានអត់ថាតទី1អញអាក្រក់មើល rotation អញអាក្រក់មើលកាព្រោះដោយសារតែ hero របស់គេឈ្នះ rotation វិញណាអញ្ចឹង goal ESP គេវាយតាមចិត្តណាអត់អីដែរមួយសិនព្រោះដោយសារតែបច្ចុប្បន្នកាលយើងរៀនខោច level យើងអាចលេង slow បាននិយាយថាយើងអាចលេង slow ពីគេបានលេងមួយបានបាក់មួយជីឆាប់តែ automatic វាអត់ត្រូវទេវិសាមកខុសមួយទៅតែអាស្រ័យចាយ flicker មួយដើម្បីតខ້ອຍបាត់មួយ flick ជាមួយ Stormy តែលេងជាមួយ Coily លត់ទួចបាត់ទៅហើយលឿនខ្លាំងតែបដាខលឡើងបានទៅលើខាងទីណាក៏ជីមីតឡៃមានការគ្នាមកពី Innocent មួយដោមួយដែលយើងបានបោះជាមួយខលfree yap purify ហើយ Weakness Finder ទៀតណាបាទតទី1នេះយើងរំពឹងថាបើគេឆោតដុំយើងកំអមក RC របស់ Felix យើងដាក់ Felix ទាញមិញទាញហូបគេដាក់កាហូប Felix អត់ Felix ផងហូបធម្មតាបើអញ្ចឹងយើងបានតែពីរអ្នកបើកមុខណាមួយទៅបែរហូប Felix ក៏អត់ដល់ដែរបែកឡើងដូចគ្នាហើយ Fasha គេដៃវែងយើងចាប់អត់ដល់ទេបាទចាប់ដល់ទេប្រាប់ឲ្យយើងមកគិត team fight បាទអូលេខមួយទៅលើពេបាទអូតូម៉េគាត់ជាមួយនឹងយងអាស្រ័យទៅលើសាមានបញ្ហាជាមួយនឹងវត្តមានរបស់ Innocent តាមដល់ដែរអូតូម៉េកាក់មួយជាមួយនឹងយងកាច់ជាមួយនឹងយងតែសាមានការដកថយដល់អូតូម៉េទៅលើស្កាយក៏លេខជាមួយនឹង Coily មានការដកថយដូចគ្នាស្រាមក៏បានមកដល់ load អូតូម៉េតែជាមួយនឹង Pop របស់នេះត្រូវការអ្នកមកជួយពីលេខក៏បានមកដល់ក្រាមមានការដកថយយក Pop របស់ធម្មតាមួយ load មួយទៅតែ Roamer ទៅនឹង Roamer តែ style of sticker ឡើងគេ of sticker អត់មានទូ of sticker ដែរspell អត់ច្រើននេះណាបើសិនចូលទៅកាន់ចុងវគ្គយើងពិតជាទទួលស្គាល់ថាម្យ៉ាងម្នាក់ទេប៉ុន្តែដើមវគ្គគឺយើងអាចនឹងពិបាកលេងតិចប៉ុន្តែចំណុចមើលថាការ make play របស់ Felix អាចនឹងចាប់ជាប់ដើម្បីចូលកបោព្រោះដោយសារតែដឹងតែមកទៅពួករបស់រូបនេះវិជ្ជាលេងមួយឈុតដល់ទៅប៉ុន្តែឲ្យតែ Felix តាមកាបើ Felix អត់តាមទេត្រូវយើងដើរចូលទី fight បានណាគេបោ Felix តែបន្តិចយើងគ្រាន់គេចោលចោលមកតែបើសិនជា Felix វគ្គមួយនេះគាត់តាមបានសម្រាប់គេតែបែរទេបាននិយាយ rotation ទៅខាងក្រោមអាចដូរគ្នាជាមួយនឹង rotation ទៅខាងលើតែ Felix មានជាមួយនឹង spell flicker នៅ3វិធីទៀត Felix ដកថយបានហើយ Felix ដូចជាដឹងដូចគ្នាតែស្ប៉ានក៏មានជាមួយនឹង Coily rotation នៃការផ្លាស់ប្ដូរពេល mid lane ជាមួយនឹងសាអាចនឹងមកដែរទេបាត់ lane អស់ហើយជាការ bait ជាការ rake speed អាចនឹងធ្វើការចង់ចាប់ជាមួយនឹង Felix ចាប់ជាមួយនឹងការពីដកថយរួចឲ្យជាមួយនឹង spell flicker មួយតាម lane នៃការបុកជាមួយនឹង Steel ទៅតាមដល់ស្វាចររបស់ខាងទៅជាមួយនឹងការកាត់ប្រាក់មួយមិនបានដូចគ្នាវាយ Steel ដាច់បាយសាទៅពីខាងលើទូសេនៃការ fan បាទមកលឿនបាញ់ពេកអត់ពីក្រាត់គាត់ទៅលើពេកលូតចាប់ទៅលើសាជាមួយសាតែដាក់ខ្លួនអូតូម៉េតមួយមានការដកថយសាមានបញ្ហាសាអត់មានទៅទៅទេបាត់មួយសាតែខាងក្រោយដកបានដូចគ្នាជាមួយនឹងយំមានការបាត់ដល់ពីគូសែនស្លាប់មានការក្រាក់ទៅវាយជាមួយនឹងគូសែនតាមដល់លេខបានរយនៅតែហ៊ានចូលដល់មានការចាប់ក្នុងការមានការរកផ្សេងជួយជួយវាយគេនៅមានឡើយជួយវាយទៅពីទៅមានទៅខំមិនអាចឡើយគីឡូវីវ៉នចូលខ្លួនជាមួយនឹងសាដូចគ្នាប៉ុណ្ណេះអលមួយនេះអញជាតករបស់ Pro Esports វាមីតឡានយក Pop បើធម្មតាពីបាទ Coily លេងមួយនោះមួយទៅឡើងទៅតែ stress តែ10វិនាទីបាទ10វិនាទីទៅមានចុះបាទយ៉ាងណាដែរ50យ៉ាងច្រើនដោយសារតែគេចោះតវាយ ESP មុន ESP យើងមកតោះណាមួយវាមិនជា Flying Cloud វគ្គនេះទទួលស្គាល់អាយ៉ាកិច្ចផុស
បាទពីន មួយតែយើងស្ទើរ patient តិចតែមកឆាឈរឆា skill យើងឆាឆ្ងាញ់យើងតែលោកគ្រូខេតគាត់មានតាំងរូបពីហើយវៃសនាទៀតយើងឈរឆា skill ឆ្ងាញ់យើងបាទយ៉ាងណាក៏យើងមានជាមួយនឹងបាទរយៈនេះ spare flick ដូចគ្នាហីវាយមែន ចោលចាclear land ធម្មតាលេខជាមួយ rotation ខាងលើទៅខាងក្រោមមានដល់12អ្នកនោះគ្នា Coily មានការបង្កន្លះជីទៅ orange buff បាទកកាយើង snowball ណា snowball ចែកជា2ទី1 snowball សិនពេញ5នាក់ទី2 snowball នឹង power snowball នឹង power snow គឺបានតែ4នាក់តែចាំងឥឡូវជាអ្នកដើរ clear land នៅសល់មិด មាន land ដាច់ជាមួយនឹងសារបាត់ហើយតែមាន flicker តែគាត់ចាយនោះទេណាមួយគេតតចាប់បានដូចគ្នាជាមួយនឹងការ knock flick ពីយំបាទតែគាត់អត់ flick គ្នាជាមួយនឹង red បាន red តែស្កាត់តែនេះជួយជាមួយនឹងបាទសកាយទៅលេងបាទតើនេះជួយ flick potential ទៅកាន់ចុងវាអត់មានអាគេលើណាគេអាយ៉ាហារិតអាយ៉ាគូសែនមួយไป scale map ឃើញ3អរ៉ូណៃតើនេះជួយ flick កុំឲ្យគេកាប់វាយតាមផ្លូវគូសែនចុះគូសែនពីCoily វាយជាមួយនឹងក្រាមនេះតែម្ដងវាយមួយស្មាមកវាយមួយស្មាមកទៅរត់តាណា ultimate មួយចាក់ចោលមួយដូចគ្នា ultimate បាត់ហើយក្រាមញ៉ាំដូចគ្នា ultimate ដល់ ultimate ដល់មានការតតចាប់បានជាមួយ Coily បាត់ជាមួយ Coily មានការបន្តបាត់ហើយជាមួយការបាត់ជាមួយយំមានគូសែនការទៅវាយជាមួយយំដាច់ជាមួយយំតែបែរមកស្កាយពីការចាប់ Felix ពីការដេញទៅលើស្កាយចេញទៅផងមិនទាន់អាចចូលបាននោះទេពេលតឈាមតិចពីការចុចឈាមត្រឡប់មកវិញតែកលេចជាមួយ Innocent 4 តនៅ 4មានជាមួយនឹងយំបាក់បែបតែជាមួយនឹង PP ពីការចេញវាយពី Innocent សាក៏ក្លុកណាស់ចាក់ឈឺយកទៅមែនតែយកបានបាត់ហើយចាយ flicker អស់ទៀតមកពី PP អញមានការដេញវាយមកវិញជាប់ជាមួយនឹងបតបានល្អខ្លាំងមែនតែបាទដល់គ្នាបានតែក្រាមគូសែនថយមកវិញគូសែនថយមកវិញបានបន្តដាច់ទៅតែខោសានរត់រួចដូចគ្នាតែអស់អូមែនតែគូសែនមកប្រាប់ឲ្យនេះជាការច្រឡំទៅច្រឡំមកយកបានសេកាយទោះតែបានអូយល្អអូយបាទចាប់ដើមធ្វើរឿងម្នាក់ឥឡូវធ្វើសំជាមួយនឹង spell សម្រាប់វាយទៅលើ lot មួយនេះដូចគ្នាខណៈពេលដែលមានការញ៉ំគ្នាបាញ់នេះទៅវិញមកធ្វើបាត់តែយើងនេះមានការចាប់បានមកកន្លែងនេះវាយស្ទើរតែផុតដៃចុងក្រោយរត់រួចជាមួយនឹងក្រាមប៉ុន្តែផ្ញើមួយដៃទៅអត់ដាច់មានការយកបានជាមួយនឹងសកាយមកវិញនេះគ្នាក្រោមណាប់ដៃរបស់ Ruby និងសានេះគ្នាមែនតើ Felix Exa អូយអើយចាំតែចោល skill មក Felix ចាំទាញឲ្យមួយវៃសនានេះមិនច្រើនការភ្លេចវៃសនានេះធ្វើឲ្យគេមិនអាចយកកលូបាននេះគ្នាយ៉ាងស្អុយក៏វាអាចរកបាំងជាបបោជាមួយនឹង Ruby របស់ Felix នេះគ្នាបាទចឹងទោះយ៉ាងណាក៏ដោយលោកគ្រូខេតគាត់ធ្វើបានគាត់បានដាក់ Ruby នេះទៅកាន់ Goal Lane ប៉ុន្តែ Ruby នេះនៅតែជា mechanic មួយដែលធ្វើឲ្យវៃសនាធំបាទមួយចាក់វាយលើជប់តលើជប់អត់តែបានប្រាចាក់ជាមួយនឹងជប់ជួយភាពដាច់វាយជាមួយនឹង Innocent ការដល់ការជួយផ្សាយពីក្រាមតែ Coily មួយអត់មាន ultimate ទេតោះបុកត្រែនខាងក្រោមមួយសិនមកទៅតាមត្រែនខាងលើរបស់យើងបាទគ្រូហើយលោកគ្រូជួយគិតរឿង Ruby ណាហើយមកថាវគ្គក្រោយមែនអត់លោកគ្រូគិតហើយគិតដើមលោកគ្រូអត់ដឹងថាវគ្គក្រោយគូមែនក៏គូបើបាទជួយលេងណាប៉ុន្តែបើ Ruby ឲ្យលេងដែរមានតែអរគុណណាស់ឡតនេះគឺ9វិនាទីឡតនេះចូលគេនឹងម្ដងនេះគ្នាប៉ុន្តែ Purify របស់ Crab is on the cooldown Spell របស់កីឡាកររបស់ពីចិនកម្ពុជារបស់យើងគឺ Pro Esport កំពុងតែចិត្តពេញទាំងអស់គ្នាខណៈពេលដែល potential ទៅកាន់ចុងវគ្គក៏មានការ carry អីណាស់នេះក្នុងដែរជាមួយនឹង Hero Cloud ពី Innocent យើងអាចវាយបាននេះគ្នាប៉ុន្តែត្រូវតែលេងមួយ Be humble sit down មួយតែមានអស់ហើយបាទមានស្បែកគ្រប់គ្នាដែរមានជួយផ្សាយលើក្រាមនោះទេកន្លែងនេះមានការចាប់បាយជាមួយនឹងយំបន្តទៅជាមួយនឹងយំបណ្ដៃអាចបានក្រៅគ្នាបណ្ដៃចង់ចាប់ជាមួយ PP មានការបោះមកចូលទៅមានការចាយយកស្បែកបាត់ហើយពី PP បាទអត់ទី flick មកខ្ញុំចាញ់មួយបាទអត់ទី flick យើង delay បន្តិចដោយសារជាប់ skill របស់ Tasha បាញ់មិញបាទអញ្ចឹង delay ទៅវាចេញមកវាយឺតពេលគេថយអស់ជាប់ចាប់ជើងចេញអាទីតែចេញ flick ដោយសារចាប់ទឹកបាទស្ដាយមែនទេទោះបីយ៉ាងណាក៏ដោយគេមាន purify តែយើងចង់បោះណា purify នឹងនេះគ្នាអត់ទេ5ទៅ9យំ cool down 5វិនាទីឲ្យនឹងវាយលយមកនេះបាន Felix អូណាជួយដល់ទី1លាក់ទៅលើ Pro Esport តែគេបាយគេមានអត់មានការលោតចូលបាយណាអាស្រ័យបាទជួយស្កាយចូលភ្លាមបាត់មកការចូលដល់បានជួយពេលគូសែនមកវិញនោះបានក្រាមដែរបាទជួយក្រាមចង់ដេញតាមខាងក្រោយតជួយ Goal Lane មួយ200លងមួយដូចគ្នាបានតែយំក៏មិនតទៅណាពីលេខក៏จะដឹង map ធំក្លិនយំនៅក្បែរនោះដូចគ្នាតែ Innocent ក៏មិនតប្រើជាមួយនឹង Purify ដែរអូចាញ់មកឲ្យធំបាទ Blade of Despair ចូលទៅការជាមួយនឹង Coily ភ្លាមបាទនៅក្នុងថ្ងៃនេះគឺចៃទីមើលសោះបាទយ៉ាងណាកន្លែងនេះមានការហុកមកបុកវាយ Fight តែយើងឃើញ Innocent ផងខ្លួនទៅមុខរៀងជ្រៅបន្តិចហើយ Stormy ដាក់ skill បានល្អតែខាងក្រៅក៏យកបានជាមួយនឹង Cram នេះគ្នា Purify របស់ Cram is on the cooldown ម្ដងទៀត Lot ត្រូវបាន clear ដើរចេញគ្នាបាទមាន Land Shield បានយកពលបានមកបងបុកតែណាយំជាមួយនឹងការចង់បោកជាមួយនឹងទៀតត្រូវបន្តទៅចាប់ជាមួយនឹង Innocent តែជាមួយនឹង Village ទៀតការជួយខំមួយទៅទឹកលក្ខឡកគ្នាបាទ
បើ តែជួយពីដល់ពីហេរ៉ូជួយនឹងហ៊ីរ៉ារ៉ារួចតែរួចចេះឲ្យអូតូម៉ាតរបស់ពេពេក៏មិនត្រូវផងដែរតែ spell របស់យើងកំពុងតែគូដោwnក្នុងយើងលេងមួយសិនមកឥឡូវចង់បានជាមួយនឹង threat នៅខាងលើវាយដាច់ដូចជាមិនដាច់ទៅទេពេលឡើងឈាមឆ្លាតខាងមែនតើមកកត្រាក់ឈាមពេញមក បាទមកកតាឈាមពេញដោយដែលបានប្រើទៅជាមួយនឹងរងប៊ីនៅក្នុងមេតានេះគឺមានការឡើងឈាមច្រើនមែនតើអូខាងក្រោយអូមួយ ហេចលោតែឡើងវិញចលោតែឡើងនេះអត់ចលោទេសងបាត់ចាយឈាមជាមួយនឹងខយលេជាមួយនឹងរត់រួចបានហើយខ្ញុំមិនដែរតែខាងលើគឺការបុកចាទៅ4នេះដូចគ្នាដែរយុទ្ធសាស្ត្រ4-1ពិតជោគជ័យខ្លាំងមែនតើពី Pro Esport Oh my god បាទអូអាកន្លែងដល់កតា2អូកាកាអាបែកកតាឡើងឈាមណាកន្លែងកតានេះស្មៅបើខៀវមិញអាល់ទីរបស់ Hero Ruby នៅក្នុងមេតាថ្មីនេះស៊ីដើម្បីច្រើនតែកណ្ដោយូរពេកតែសំខាន់ Spare Web ដាក់ចូល150ចាំចង់លើចាំលេខតែមិនឃើញបាទបាត់ជាមួយណាសាកាយមួយបាត់ហើយអញមកតពូរងាតែពីនេះនៅឆ្ងាយខ្លាំងមែនតើយើងអត់ Spare Flicker មួយពី Village ហើយនឹងសាលេខម្ដង12នេះបាទសិនយើងគិតឲ្យល្អគឺយើងវាយគេដល់អូរ៉ាហើយយើងយកប៉មមីតប៉ុន្តែយើងអត់ Spare Web មួយចាត់អូតូម៉ាតជាមួយដល់នឹងបានប្រានក្នុងពីខយលីសិងថយខ្លាយយកទៅទូតរ៉េតចាយជាតិបាយឡាយសំហៀននៅនឹងហើយខ្ញុំទៅវិញបាត់ហើយបាទមួយយើងអត់ Spare Flick ដល់ទៅ2ទៅលើសាហើយនឹង Felix ជាពិសេសគឺតែចាប់ពិសេសរបស់យមមិនបានយមកំពុងតែគិតរកចំណុចប្រហោងរបស់យើងលីងបែបជា defend magic អូខេគឺជាការលេងរបស់គាត់ណាមួយដើម្បីកាត់រយៈពេល knock up LT របស់ជូដើម្បីធ្វើគាត់ដាក់ទៅតែដើរសិងគាត់ពេលវេលាបាទតាមបែបជាកាន់ទៅដល់ទេអត់កន្លែងនេះ Felix អាធ្វើ Felix 3 2 1 hello មកពួកបាទក្រាមលឿនណាចុចចូលហ្វាយលោបាទមកបែបបែបពុំចែកអូយបាទ reaction អូយលោកក្រុមរបស់យើងបាទលើសឡងបោកមកបងនេះអូតែយកតមាន space flicker ដល់2នេះ50វិនាទីតែជាមួយនឹង Stormy ក៏មានតែពេហើយនឹងយមកំពុងចង់ make play គាត់ជើវាយខ្ញុំមកជឿតែជាមួយពេហើយមានការវាយជាមួយសកាយជាមួយការជាវិញតែការដាច់មកវៃលីសោចុចឈាមឡើងវិញដូចគ្នាប៉ុន្តែមួយសិនអូមីទៅផ្ទះបាត់ហើយមួយយើងមានជាមួយនឹង lot អាចនឹង free lot ឬក៏យ៉ាងណារបស់ស្កាយលឿនណាហ៊ីរ៉ាណារបស់ស្កាយលឿនយក lot លុបមកក្រាស់ក្នុងវាយយកកន្លែងជាមួយនឹងបាត់បោជាមួយនឹងសាបាត់បោតែបាត់បោជាមួយនឹងស្កាយមានដូចគ្នាចង់រត់ណាកាមពេញវាយជាមួយនឹង innocent ពីខយលេតែជាមួយនឹងទៀតដល់តែ3ហើយនៅការបាត់បោដោជាមួយនឹងសាមួយតែបណ្ដោតែសាមានជាមួយនឹង flicker ដូចគ្នាជាមួយនឹង lot មិនថនចេញនៅឡើយជាមួយនឹង midland គេអាចគ្នាបានឬក៏អត់យ៉ាងណាទៅមានការចាប់បានជាមួយនឹងយមដល់ថយដូចគ្នាការញ៉ាំតែមកពុកបានជាស៊ីតែ midland តែអញចាំដល់សិនក៏យ៉ាងណាចាំដល់សិនមកចាំដល់ឬក៏បាយផ្ទះចាំដល់បាយដែរតែជាមួយនឹង innocent តែជាមួយបាយចេញជំនាញក្នុងវគ្គទី2ក៏បានទៅលើ Pro Esport អូយ